lỡ con má từng lưu mất mà anh chàng sắp lên papa ok con ok ណែតាឯងកំពុងធ្វើស្អីហ្នឹងការងារផ្ទះក៏ធ្វើបាយក៏ដាំកៅក៏បោកឯងនេះពិតជាចង្រៃមែនកែងត្រឹមជាកូនចុងរបស់យើងទេកុំចង់ឲ្យយើងស្រឡាញ់សោះ mày phải dài trắng thầm phải nhưng mà ơn đây ấy យើងទទួលស្គាល់ថាយើងយកមកឯងតែយើងបានស្រឡាញ់ឯងទេ con xong vợ phải lạnh con tôi con kê đai nào ឈប់មកភ្លាមហើយចាត់តបកៅភ្លាមកៅនៅដល់20ត្រកឯងតបឲ្យលឿនទៅចិត្តតែមកឯងមកយ៉ាងដឹងណា អូនងប់ហើយណាគេធ្វើអីទៀតហើយ អូងាប់ហើយអោចង់ធ្វើបាកោទៀតហើយលោកអើយ សុំយើងមានអារម្មណ៍ថានេះចិត្តខាងមកស្អុយយើងមកស្ដាប់យើងទៀតហើយណែយើងគ្រាន់តែប្រាប់ណានៅស្ងៀមប្រចាំបែកមកខាងស៊ីមាត់ ខ្ញុំច្រាញ់ប្តីជេតុងហ្វាំងដល់ហើយបោះបើស្អីហិតមាត់អូនមើលស្អុយគេនិយាយអត់ ស្អុយមែនតើអូនចុះប្តីប្រពន្ធខ្លួនឯងនៅស្អុយមាត់ចុះទម្រាំយើងទៀត ណែកុំចេះអ៊ុយបងអូនមានអារម្មណ៍ថាដល់កូនចែតុងហ្វាំងដល់ហើយឲ្យតែគាត់ទៅធ្វើការដល់តាប្តីចុងស្អីគេនឹងធ្វើបាកូនគាត់រហូត មែនតើអូនយើងមិនដឹងគួរជួយមិនអីព្រោះអីជារឿងក្រុមគ្រួសាររបស់គេ ណែឯងនៅមុខស្មើដល់ណាទៀតកាទៅអាយ៉ាសុទ្ធតែលេងទូរស័ព្ទទៀតខំមកគេដល់ biến không mày nào cái papa កុំតែឯងបត់តន់ទេកុំអីយើងមើលមួយនាទីទៀតយើងតន់ហើយថាឯងនិយាយមួយណាគេ យើងធំតែឃើញប៉ុណ្ណឹងឯងចោះទម្រាំរងថ្ងៃមុនទៀតហ៎ធ្វើបាបកូនយើងមិនទៅហើយតែយើងធ្វើការនៅឆ្ងាយចឹងយើងពិបាកជួបកូនយើងតែឥឡូវហ្នឹងយើងនឹងកក់សមុទ្រយន្តហោះជិះទៅដល់កពតហ្មង cha ba con tập bao cả quay តើបើលឿន ងាប់អោមានអបដំរៃប្រើគ្មានប៉ុនមេដៃឲ្យបងអា20កត្រកលើលោកនឹងសក់អូននោះតែមួយទេមើលទៅ ណែលោកកុំមើលមុខប្តីប្រពន្ធពីរនាក់ខ្ញុំណាប្តីប្រពន្ធពីរនាក់ខ្ញុំអត់បាននិយាយអីប៉ះពាល់លោកឯងទេ អូយមិនដូចអ្នកខ្លះទេលុយមាន100ទេហើយអត់ខំធ្វើការខំធ្វើអីទេណែកុំមើលមុខយើងយើងបាននិយាយមួយពីរនាក់ឯងទេ ណែអាចនិយាយដែរណាគេបើនៅទីនេះមានពីរអ្នកយើងនោះលុយក៏យកគ្មានចាយការងារក៏យកគ្មានធ្វើផងណា ហើយបើមានខ្លួនណាទទួលយកទៅខ្ញុំមិននិយាយចោលតើអូយជិះនិយាយមួយមនុស្សអត់ប្រយោជន៍ទេត្រូវធ្វើការយកលុយវិញ អូយដាក់បង្ហាញមកហ៎ នឹងហើយអូនបងប្រាប់អូនតើថាអូនណាកុំចេះដឹងរឿងគេអី បើឯងក៏ចឹងដែរទោះតែខ្ញុំ ថាបើស្មាភ្លាមបើឲ្យលឿនបើ បងបាយបងធ្វើមកកូនខ្ញុំមិនគេណាកូនបងមិនបាយធ្វើអញ្ចឹង អូនណែថ្នាំកូនមែនប្រើកូនរបស់ស្មាបើឯខ្លះទៅណែចង់លើកូនដាក់លើហឹងមែន ពាក្យថោកទៀតអញ្ចឹងក៏បាយចេះនិយាយចេញមកដែរគ្នាណាខ្មៃណាបាយប្រើគ្នាថាអញ្ចឹងសោះមកបាយក្បាច់កាចាស់បាយមិនធ្វើខ្លួនណាខ្ញុំបានដឹងអើយព្រោះឯងកូនខប្រាប់ខ្ញុំបាយគេធ្វើបាបឲ្យគេខ្លះហើយធ្វើគេខ្លះគួរណាបាយធ្វើអញ្ចឹងសោះកូនចាប់ពីថ្ងៃហ្នឹងតើកូនណាឈប់នៅផ្ទះមិនរួចអីហ្នឹងយកទៅនៅស្រុកគេវិញ ហើយតើកូនតើអត់លុយចាយបន្តិចខំធ្វើការទៅបានលុយចាយទៅខ្វល់អីច្រើនម៉េះ